បដការនេះបងប្អូនមិនអាចនៅសុខទេបើទោះបីអ្នកឯងមិនបានជួបស្អីក៏ដោយកំពុងតែសុខតែថ្ងៃស្អែកមិនប្រកាសថាបានសុខទេអញ្ចឹងមានតែការសាមគ្គីគ្នារើបំរាស់ឲ្យរួចពីរបបផ្ដាច់ការទើបយើងរួចបានបើអត់ទេយើងមើលខ្សែស្រឡាយរបស់គេសំបីតអ្នកសារព័ត៌មានផែងវណ្ណៈជានរណាហើយផែងវណ្ណៈធ្វើអីបងប្អូនអត់មានការងារគ្មានតួនាទីចុងអាយខេតក៏ខ្លាចផែងវណ្ណៈដែរស្អីគេនេះជាក្នុងរចនាសម្ព័ន្ធរបស់គេខ្សែផែងវណ្ណៈកូនយួនសពសាត់បងប្អូនស្រាវជ្រាវទៅគ្រួសារផែងវណ្ណៈសិតតែកូនយួនមួយរយៈកន្លងទៅផែងវណ្ណៈមានលុយពីណាមកដែលដើរទិញដើរចែកដើរឲ្យគេ scam online ក្នុងប្រព័ន្ធរបស់គេផែងវណ្ណៈយល់ទេបងប្អូនសិតតែប្រព័ន្ធ scam online ដែលផែងវណ្ណៈនៅក្នុងគោះដើរគោះប្រព័ន្ធ online តែប្រព័ន្ធ online scam online ដែលនៅក្នុងប្រព័ន្ធរបស់គេអញ្ចឹងផែងវណ្ណៈអត់ងាយគ្រោះថ្នាក់ទេណាកុំច្រឡំបងប្អូនកុំច្រឡំឲ្យសោះអត់អាចរួចខ្លួនទេអ្នកណាដែលនៅក្រៅប្រព័ន្ធយ៉ាងរបបគ្រួសារតកូលហ៊ុននេះមិនឲ្យបងប្អូនរួចខ្លួនទេជ្រោយតាំងត្រង់ណាបងអរគុណជ្រោយតាំងពីចម្ងាយបាទធៀបពងពីចម្ងាយអរគុណចូលរួមអុកសុភ័ក្របាទអរគុណចេស្តារ៉ូសបាទអរគុណផ្កាកំពុងធំបានអញ្ចឹងផងឯកោមមួយដើរថាមានតែឯងត្រឹមត្រូវខ្មែរយើងច្រើនចឹងឯកោមមួយដាក់ក្នុងកប៉ោងយពីដើរបើកស្មាបងប្អូនឲ្យតែខ្មែរគ្នាឯងជ្រែងដាក់ហ្មងដល់តែគេវិញយើងសុទ្ធតែចិត្តហេតុអីណាបលិសបាត់ដំផងសុភាពស្រីបាទហេតុអីបងប្អូនទឹកវថាយើងអត់ពុករលួយគេថាយើងមិនចេះធ្វើការឲ្យត្រឹមត្រូវហើយអត់ពុករលួយបានលុយពីណាយកទៅសុំមេណាឲ្យត្រូវតែពុករលួយហើយបើពុករលួយមេប្រើធ្វើអីធ្វើនឹងដល់តែមានរឿងមេនឹងឯងចាប់យើងស៊ីមានណាគេឥឡូវមើលតែនីណារ៉ូហ្នឹងដឹងហ៎សាក់4ទៅមាន scam online 9កន្លែងជឿដែរបងប្អូនឥឡូវតឡាការគេចេញមកចាប់នីណារ៉ូមេនៅពីក្រោយមីណារ៉ូស្កាត់ឈឹងអត់មានជាប់ពាក់ព័ន្ធអីទាំងអស់អានឹងមិនខុសពីមេអក្រិតកម្មអនឡាញជៀនស៊ីដែលមានធនាគារហ៊ុយវ៉ាន់ផេលោកហ៊ុនតូមានភាគហ៊ុន 30% ប្រកាសជាផ្លូវការថាខ្ញុំមាន 30% តែអត់មានរឿងអីទាំងអស់តឡាការនេះហ៊ានចាប់ហ៊ុនតូឯឡើយណាហ៊ុនម៉ាណែតហ៊ានចាប់ហ៊ុនតូដែលជាប្អូនបងចដូនមួយលោកឯងបើចាប់ហ៊ុនតូយកមកកាត់ទោសអានឹងបានហៅថាអាមេរិកគេជឿបើអត់ចាប់ហ៊ុនតូទេគ្មានណាជឿទេបុប្ផាកែបាទត្រឹមត្រូវហើយខ្មែរត្រូវតែធ្វើបាបមិនត្រូវធ្វើបាបខ្មែរដូចគ្នាទេបើនៅតែធ្វើទុកបុកម្នេញខ្មែរគ្នាឯងគឺស្មើនឹងយើងសម្លាប់ពូជសាសន៍ជំនួសយួនពិតណាស់បុគ្គលនោះគឺជនជាតិបម្រើយួនសត្វសាទត្រឹមត្រូវបើខ្មែរមិនព្រមដឹងខ្លួនទេខ្មែរនៅតែចាប់ខ្មែរស៊ីទេគឺរំលាយជាតិឯងនឹងឯងគ្មានអ្នកណាទេគ្នានៅក្នុងស្រុកល្មមទេតែអស់លោកនៅខាងក្រៅនេះអូយខ្លាំងណាស់ហើយបងប្អូនទទួលបានអីណាបានទៅខ្មែរគេឃោសនាថាអូខេយកសបុតខ្ញុំមួយពីនេះទៅយកទៅដល់ airport បង្ហាញគេទៅមិនបាច់វាយវីសាទេគ្រាន់តែទៅដល់គេវាយឲ្យស្រេចត្រឡប់មកវិញគីឡូគេឲ្យ30គីឡូអ្នកនឹងដាក់40គីឡូអញ្ចឹងប្រាប់គេទៅគេជួយសម្រួលអា10គីឡូនឹងបានយកមកប្រទេសញូហ្សេឡង់ប្រទេសអូស្ត្រាលីអាមេរិកនេះដោយមិនពិបាកបង់លុយប៉ុណ្្នឹងគត់បងប្អូនចូលរួមបំផ្លាញជាតិយីអាក្រក់ម្លេះដែលមកនៅនេះមានផ្ទះនៅមានឡានជិះមានការងារធ្វើមិនបានមិនព្រមគិតពីប្រជាពលរដ្ឋខ្មែរដែលកំពុងវេទនានៅស្រុកខ្មែរអស់លោកមើលផងហេតុអីណាឈឺចាប់បណ្ណាខ្មែរហេតុតែលុយត្រឹមត្រូវផ្កាកំពុងធំលុយបើសូបានតែច្រើនទៅក៏វាមិនថាដែរវាគ្រាន់តែបានស៊ីផឹកដែលគេហៅស៊ីផឹកម្ដងម្កាលហ្នឹងមួយខែចូលស៊ីផឹករ៉េស្តូរ៉ង់ម្ដងសបាយទៅតែមានបានមើលប្រជាជនដែលកំពុងតែវេទនានៅក្នុងស្រុកខ្មែរទេ
วุฒาនៅស្រុកនេះហ្វុនតូគុកអាទៅនោះនៅស្រុកនេះងាប់ហើយជាប់តាំងពីព្រលឹមមកមិនទាន់បើកភ្នែកចុះអ្នកឯងមើលឃើញលុយក៏ប៉ុន្តែអ្នកឯងមានបានគិតពីជាតិខ្មែរទេដីខ្មែរមួយនេះមិនបានបោះតកូលណាទេគឺរបស់យើងទាំងអស់គ្នាបើយើងមិនប្រឹងទាំងអស់គ្នាទេគេនឹងយកហើយមិនបានអ្នកឯងអត់យល់ថាដីនេះគឺជារបស់យើងទាំងអស់គ្នាមិនមែនរបស់អ្នកណាទេមិនបានអត់ព្រមយល់សូមឲ្យបងប្អូនខ្មែរណាយល់មេត្តាយល់ពីបញ្ហានេះថារបបមួយនេះដើម្បីបំរើផលប្រយោជន៍របស់គេបាត់អីបាត់ទៅឥឡូវមើលដី70ផ្លាយកន្លែងបាត់ឥឡូវនេះទៅជាលោកហ៊ុនសែនប្រកាសថាអូថៃគេធ្វើអត់ទាន់មានចូលដីយើងបន្តិចណាទេលោកហ៊ុនម៉ាណែតប្រកាសថាដីខ្មែរកើនឡើងលើសពី181,035 គីឡូម៉ែត្រការ៉េទៅទៀតអូព្រះហើយព្រះកើនដោយវិធីណាបងប្អូនមើលទៅនៅតាមព្រំប្រទល់គេចូលមកប្រជាជនទាំងកើតទាំងលិចយំលហេមលហាមបែរទៅជានាយករដ្ឋមន្ត្រីប្រកាសថាដីយើងកើនឡើងសមទេសមជាមេដឹកនាំទេបងប្អូនឈឺចាប់ទេបងប្អូនអញ្ចឹងអស់លោកដែលជាមន្ត្រីរបស់ CPP ដល់ពេលគេចូលឆ្នាំងស្កៅជ្រក់ហើយបដាហើយដូចខ្ញុំថាអញ្ចឹងអ្នកឯងមិននៅក្នុងប្រព័ន្ធគេចាប់ស្កៅជ្រក់ហើយគេអត់ទុកទេមុននឹងក្រោយគេអត់ទុកទេអញ្ចឹងវិធីតែមួយយ៉ាងទេចូលរួមសាមគ្គីជាមួយនឹងអ្នកប្រជាធិបតេយ្យដើម្បីឲ្យរបបផ្ដាច់ការនេះវាបាត់ទៅបានយើងអាចរស់បានយ៉ាងហោចក៏ឲ្យអ្នកដែលដឹកនាំរាល់ថ្ងៃនេះបដូរពីរបបផ្ដាច់ការមកប្រជាធិបតេយ្យពិតប្រាកដអានឹងបានយើងរស់បានហ៊ុនម៉ាណែតរៀនបោកតាមឪបងរាល់ថ្ងៃហ៊ុនម៉ាណែតក្នុងកលៈទេសៈនេះគ្រាន់តែជាកូនអុកដែលហ៊ុនសែនដាក់ឲ្យអុកដើម្បីអីដើម្បីដកតំណែងតានៅក្រោមលោកហ៊ុនសែនទាំងអស់បងប្អូនមើលលោកហ៊ុនសែនបាននិយាយរួចហើយយើងចាស់ហើយយើងឈប់ធ្វើទៅឲ្យក្មេងចំនួនក្រោយគេបន្តវេនឈប់ទាំងអស់តាតាំងពីមេទាហានតាំងពីមេប៉ូលីសតាំងពីតាហេងសំរិនតាំងពីទាបាញ់សខេងបកគលឲ្យកូនអស់លីងឈប់អស់មានតំណែងស្រាប់ហ៊ុនសែនចេញពីនាយករដ្ឋមន្ត្រីឡើងប្រធានព្រឹទ្ធសភាធំជាងមុនទៅទៀតឥឡូវក្នុងដំណាក់កាលនេះលំដាប់លេខ2បន្ទាប់ពីសម្ដេចមកស្ដេចយើងមកសីហមុនីមកហ៊ុនសែនឯងបានប្រធានសភាបាននាយករដ្ឋមន្ត្រីក៏ប៉ុន្តែនាយករដ្ឋមន្ត្រីមានឥទ្ធិពលនឹងក្នុងការដឹកនាំប្រតិបត្តិក៏ប៉ុន្តែឪបញ្ជាកូនរឿងអីដែលមិនធ្វើអញ្ចឹងរាល់ថ្ងៃបងប្អូនមើលហ៊ុនម៉ាណែតខ្លាចតែហ៊ុនសែនមួយគត់ក្រៅពីនឹងអត់ទេអត់មានអីត្រូវខ្លាចទេអញ្ចឹងរបបដែលដឹកនាំដោយគ្រួសារមួយទៅរួចទេប្រទេសយើងជឿលឿនទៅមុខឯងសូម្បីតែបរទេសដែលគេចង់វិនិយោគទុនដែលគេចង់ដាក់ទុនមកគេឃើញរបបដែលដឹកនាំដោយមួយគ្រួសារអត់នៅក្បែរឯងទេaffect business គេប៉ះពាល់នឹង business ធ្ងន់ណាបងប្អូនគេអត់រកស៊ីជាមួយទេអ្នកដែលវិនិយោគទុនពិតប្រាកដគេចូលមកគេឃើញរបៀបហ្នឹងគេអត់ធ្វើការជាមួយយើងទេគេអត់ចំណាយយកលុយរាប់ពាន់លានរាប់រយលានយកមកបោះចោលដោយអត់បានការអញ្ចឹងទេអត់ទេហើយចុះហ៊ុនសែនខ្លាចអីដែរជីវិតអត់អមតៈទេជឿងកង់អត់ទេហ៊ុនសែនខ្លាចរាល់ថ្ងៃខ្លាចបាត់អំណាចអញ្ចឹងហើយបានគាត់ប្រឹងគាត់ខ្លាយមកជាប្រធានព្រឹទ្ធសភានេះគាត់ចាំមើលថាតើកូនគាត់ហ៊ុនម៉ាណែតហ្នឹងដោះស្រាយរឿងជាតិបានទេបង្ក្រាបថ្នាក់ក្រោមបានទេអត់ទេហ៊ុនម៉ាណែតហ៊ុនសែនលើកហ៊ុនម៉ាណែតនេះដូចរុញឲ្យហ៊ុនម៉ាណែតមានបន្ទុកកាន់តែធ្ងន់ព្រោះរាល់ថ្ងៃនេះឥឡូវនេះបើទៅឈ្មោះហ៊ុនម៉ាណែតនឹងស្អុយជាងឪពុកទៅទៀតដោយសារទី1ឡើងមកកាន់នាយករដ្ឋមន្ត្រីនឹងគេថាតាមជើងខោទី2ពេលដែលហ៊ុនម៉ាណែតគាត់ឡើងមកនាយករដ្ឋមន្ត្រីសួរទទួលបានអីរាល់ថ្ងៃហ្នឹងឈ្មោះបានអី Scambodia បានអីទៀតបងប្អូនមើលបានអីខ្លះអត់ទេបានឈ្មោះ Scambodia ដោះស្រាយអីចេញ
អត់ទេត្រឡប់ងាកមកអ្នកនយោបាយវិញគេដោះលែងលោកកឹមសុខាហើយអរគុណច្រើនបានដោះលែងលោកកឹមសុខាហើយក៏អរគុណដល់លោកកឹមសុខាដែលគាត់មានសេរីភាពដែលយើងមើលទៅវាពិបាកភ្នែកមើលនៅពេលដែលគាត់ទៅជួបម្ដាយពេលដែលគាត់ទៅហូស្រែកខាត់ម្ដាយឲ្យរងចាំខ្ញុំកំពុងតែសុំគេហើយពេលនឹងឡាយរបស់ខ្ញុំថ្ងៃទី1នឹងខ្ញុំទប់ទឹកភ្នែកអត់បានថ្ងៃនេះខ្ញុំអត់ចង់ឡាយបងប្អូនគឺអាក់អួលមែនតើព្រោះយើងធ្វើការជាមួយនឹងអតីតដែលជាមេយើងមានអនុស្សាវរីយ៍ល្អជាមួយគាត់យើងឃើញគាត់បែបហ្នឹងគឺយើងអាក់អួលមែនតើក៏ប៉ុន្តែមកដល់ពេលនេះគេដោះលែងលោកកឹមសុខាយើងសប្បាយចិត្តមែនតើក៏ប៉ុន្តែការដោះលែងនេះវាមិនមែនជាការដោះលែងដោយស្មោះត្រង់បើដោះលែងលោកកឹមសុខាស្មោះត្រង់តំណាងរាស្ត្រ55កៅអីត្រូវត្រឡប់មកវិញក្រុមប្រឹក្សាឃុំសង្កាត់ទាំង5007អ្នកត្រូវត្រឡប់មកវិញតំណែងនឹងត្រូវត្រឡប់មកវិញថវិការបស់គាត់ដែលបានរំលាយពី2017រហូតមកដល់នេះមកដល់ពេលនេះ reimburse មកវិញបានន័យថាឲ្យថវិកាគាត់ត្រឡប់មកវិញទាំងអស់ប្រាក់ខែគាត់ទាំងប្រមាណនេះបានជារឿងមួយត្រឹមត្រូវដោះលែងដោយស្មោះត្រង់មានន័យថាម៉េចលុបទាំងអស់បងប្អូនព្រោះលោកកឹមសុខាស្មើជាមួយនឹងអត់មានទោសបើគាត់ដោះលែងគាត់បើគាត់អត់មានទោសត្រូវលុបទាំងអស់លុបទី1ឲ្យគាត់មានសិទ្ធិធ្វើនយោបាយពេញលេញដូចគេដូចឯងលុបទី2អាចគាត់ដើរក្រៅបរទេសគ្រប់កន្លែងដូចគេដូចឯងលុបទី3ដូចខ្ញុំបានលើកអញ្ចឹងមន្ត្រីរាជការមន្ត្រីដែលជាគណៈបកប្រឆាំងមន្ត្រីឃុំសង្កាត់5007នាក់ត្រូវឲ្យត្រឡប់មកវិញតំណាងរាស្ត្រ55កៅអីត្រូវឲ្យត្រឡប់មកវិញហើយត្រូវឲ្យថវិការបស់គាត់ពី2007មក17មកត្រូវ9ឆ្នាំមកត្រូវគុណថវិកានឹងមកឲ្យគាត់វិញមន្ត្រីរាជការក្រុមប្រឹក្សាឃុំសង្កាត់ត្រូវបានថវិកានឹងត្រឡប់មកវិញអ្នកដែលឯងរំលាយគេមូលហេតុអីបានលោកហ៊ុនសែនដោះលោកកឹមសុខាកលៈទេសៈនេះកំពុងតែធុនធ្ងរនៅសហរដ្ឋអាមេរិកគេនឹងយករឿងឧក្រិដ្ឋកម្មអនឡាញនេះចូលសភាអាមេរិកអាចបង្កើតច្បាប់និងដាក់ទណ្ឌកម្មជន់កករបបលោកហ៊ុនសែនចឹងបាទគាត់ភ័យខ្លាំងណាស់គាត់ត្រូវតែដោះលែងកឹមសុខាបន្តិចទៀតអាចរំលោះដោះផ្សេងទៀតក៏ប៉ុន្តែការដែលគាត់ធ្វើនេះមិនទាន់សុចរិតយុត្តិធម៌ទេបងប្អូនអញ្ចឹងសូមឲ្យបងប្អូនទៀមទាដដែលបើដោះលែងកឹមសុខាដូចដោះលែងអ្វីដែលខ្ញុំទៀមទាអានឹងបានយុត្តិធម៌ស្ដារលទ្ធិប្រជាធិបតេយ្យឡើងមកវិញមកណាអានឹងបានត្រឹមត្រូវហើយបើអត់ទេកុំសង្ឃឹមថាអន្តរជាតិគេល្ងងអត់ទេគេអត់ល្ងងទេមកដល់ពេលនេះតិចទៀតលោកម៉ាក្រុងនឹងចុះទៅស្រុកខ្មែរតាក់ទងជាមួយនឹងគេធ្វើកម្មវិធីមួយគេហៅស្អីហ្វូនីអីនៅស្រុកខ្មែរនោះខ្ញុំភ្លេចឈ្មោះនឹងទៅគេនឹងធ្វើអានោះហើយលោកម៉ាក្រុងនឹងចុះទៅហើយយើងអ្នកប្រជាធិបតេយ្យត្រូវតែទាមទារឲ្យប្រធានាធិបតីបារាំងដោះស្រាយរឿងវិបត្តិនៅស្រុកខ្មែរតាក់ទងជាមួយនឹងស្ដារប្រជាធិបតេយ្យឡើងវិញនៅកម្ពុជាឲ្យបានពិតប្រាកដដោះលែងអ្នកទស្សនយោបាយកវីអភ័ព្វត្រូវការយុត្តិធម៌ស្រុកខ្មែរបើមានព្រឹត្តិការណ៍អាមេរិកបើមានព្រឹត្តិការណ៍អាមេរិកចាប់របបអូកូននេះដោយប្រទេសវេណេស៊ុយឡាខ្ញុំសប្បាយចិត្តណាស់ទិញគោ3មកដុតយ៉ាទិញធម្មតាទេណាគោ3មកដុតចែកពលរដ្ឋហូបនិយាយពិតលោកថាស៊ីត្រឹមត្រូវអភ័ព្វកវីអភ័ព្វបើកវីអភ័ព្វនិយាយយ៉ាងហើយខ្ញុំបន្ថែមទៀតខ្ញុំព្រួយបារម្ភថានៅស្រុកខ្មែរមកពេលហ្នឹងគេហៅដាច់ស្តុកវិយាស្រាយហ្នឹងខ្ញុំថាស្រវឹងពេញប្រទេសមកណាស្រវឹងពេញប្រទេសមកទាំងខ្ញុំនឹងប្រហែលកោតងោលទៀតមិនអធម្មតាទេណាលីវូរីបាទFrancophonie បាទត្រឹមត្រូវអរគុណ Livonie បាទនៅពេលដែលបារាំងគេចុះទៅធ្វើអា Francophonie ហ្នឹងគឺនៅខែ11ហើយពេលហ្នឹងគឺយើងអ្នកប្រជាធិបតេយ្យបងប្អូនទាំងអស់ទូទាំងពិភពលោកត្រូវយើងនាំគ្នាតងើបតស៊ូដើម្បីឲ្យប្រធានាធិបតីបារាំងម៉ាក្រុងដើម្បីគាត់រុញច្រានហ៊ុនសែនឲ្យមានប្រជាធិបតេយ្យនៅកម្ពុជា
ពលរដ្ឋថ្ងៃអស់ហើយប្រទេសណាក៏អត់មានសល់ដែរលោកហ៊ុនសែនអត់មានប្រទេសណាដែលគេមកគ្រប់គ្រងគាត់ទេអត់មានទេហើយប្រធានាធិបតីម៉ាក្រុងនេះគឺគាត់ទៅធ្វើនេះគឺដើម្បីផលប្រយោជន៍ប្រទេសគេទី1ស្អីគឺតាក់ទងជាមួយនឹងអ្នកដែលនិយាយភាសាបារាំងពីមុនអ្នកដែលធ្លាប់និយាយភាសាបារាំងអ្នកដែលធ្លាប់ចូលរួមជាមួយប្រទេសបារាំងហើយគេធ្វើនេះគឺដើម្បីផលប្រយោជន៍របស់ប្រទេសបារាំងអញ្ចឹងយើងដែលជាអ្នកប្រជាធិបតេយ្យត្រូវតែរុញគាត់បើគាត់ចង់ចូលប្រទេសខ្មែរយើងអត់ខាត់គាត់ទេចូលតែអ្នកឯងជាអ្នកដែលមានអធិបុលអ្នកឯងដែលជាភាគីកិច្ចព្រមព្រៀងទីក្រុងប៉ារីសធំជាងគេនៅលើប្រទេសអ្នកឯងនៃទីក្រុងប៉ារីសចុះហត្ថលេខានៅទីហ្នឹងអ្នកឯងមានសិទ្ធិទាមទារអ្នកឯងមានសិទ្ធិទាមទាររឿងទឹកដីកម្ពុជាដែលមានផែនទីដែលតម្កល់នៅស្រុកបារាំងគឺអ្នកឯងជាអ្នកយុត្តិធម៌អញ្ចឹងសូមឲ្យលោកម៉ាក្រុងទាមទារដើម្បីផលប្រយោជន៍ជាតិខ្មែរយើងអត់ខាត់ពីរឿងលោកម៉ាក្រុងចូលទៅប្រទេសខ្មែរយើងអត់ខាត់ទេតែសូមទាមទារឲ្យលោកធ្វើអ្វីដើម្បីខ្មែរបើលោកចូលទៅដើម្បីតែផលប្រយោជន៍បារាំងដើម្បីផលប្រយោជន៍លោកមិនគួរលោកចូលទៅស្រុកខ្មែរទេលោកក៏ដឹងថានៅស្រុកខ្មែរវាជួបផលវិបាកអីហ៊ុនសែនដោះលែងអ្នកទោសទាំងអស់ហើយយកដីពីសៀម72កន្លែងមកវិញត្រឹមត្រូវបងជ្រួយតាំងបើសិនជារបបលោកហ៊ុនសែនគាត់ធ្វើបានដោយបងមានប្រសាសន៍មិញហ្នឹងណាទី1ស្ដារលទ្ធិប្រជាធិបតេយ្យឡើងមកវិញដោះមានសេរីភាពត្រឹមត្រូវសាវរ៉ាស៊ីនឹងប្រមូលគ្នាឈប់ប្រឆាំងលោកហ៊ុនសែនតែបើលោកហ៊ុនសែនធ្វើមិនបានទេសាវរ៉ាស៊ីប្រឆាំងទាល់ថ្ងៃទីបញ្ចប់របស់របបលោកហ៊ុនសែនអត់ទុកអ្នកឯងទេហើយកុំមកថាទិញដូរអីនោះក្បាលសាវរ៉ាស៊ីគឺជាក្បាលមនុស្សមិនមែនក្បាលសត្វទេកុំសង្ឃឹមសែមសម្បូរជំរាបសួរលោកពូពីចម្ងាយបាទអរគុណអុកសុភ័ក្របើគេចាប់ហ៊ុនសែនខ្ញុំកោលតងោលដែរបងខ្ញុំស្អប់ខ្មែរក្រហមបាទខ្ញុំដូចសុភ័ក្រដែរចូលរួមតែយើងមិនមែនថាតមាត់ទេបងប្អូនត្រូវតែចូលរួមសកម្មភាពទាំងអស់គ្នាណាអញ្ចឹងអ្វីដែលគេធ្វើមកលើលោកប្រធានកម្មសខាបើអ្នកឯងធ្វើក្នុងនាមលបែងនយោបាយខ្ញុំអត់អីទេសប្បាយចិត្តនៅពេលដែលគេដោះលែងលោកកម្មសខាមានសេរីភាពខ្ញុំសប្បាយចិត្តមែនតើព្រឹកមិញហ្នឹងបើកភ្នែកឡើងមកឃើញប្រព័ន្ធ Facebook ដែលគេដោះលែងលោកកម្មសខាព្រឹកខ្ញុំសប្បាយចិត្តមែនតើក៏ប៉ុន្តែដោះលែងឲ្យមានភាពស្មោះត្រង់ជាអ្នកនយោបាយកុំឲ្យកលិចកលុចបើអ្នកឯងក្នុងនាមកលិចកលុចដើម្បីបំភាន់ភ្នែកអន្តរជាតិសាវរ៉ាស៊ីអត់នៅស្ងៀមថ្នាក់ដឹកនាំកម្ពុជារបស់គណៈបកសង្គ្រោះជាតិជាពិសេសរដ្ឋាភិបាល$23អត់នៅស្ងៀមទេធ្វើការទូតជាបន្តបន្ទាប់ហើយសួរថាគេមិនមែនល្ងងទេសហរដ្ឋអាមេរិកគេអត់ល្ងងទេហើយតែច្បាប់ HR 5490នឹងចេញមកឆាប់នេះរបបលោកហ៊ុនសែនរត់ចោលស្រុកហើយណា28នាក់សុទ្ធសឹងតែជាគ្រួសារតកូលហ៊ុនសឹងទាំងអស់តាំងពីណេតសវឿនតាំងពីសសុខាតាំងពីអីនៅក្នុងជួររដ្ឋាភិបាលគឺគ្រប់ទឹកហើយខ្ញុំមិនជឿថាសហរដ្ឋអាមេរិកជាខ្លាកដាស់ទេអត់ទេគេត្រូវតែធ្វើផ្កាកំពុងធំពិតណាស់បារាំងត្រូវតែធ្វើដើម្បីថ្ងៃព្រោះបារាំងជាម្ចាស់កិច្ចព្រមព្រៀងទីក្រុងប៉ារីសបាទត្រឹមត្រូវយើងនឹងជំរុញឲ្យលោកម៉ាក្រុងធ្វើបែបហ្នឹងដើម្បីផលប្រយោជន៍ជាតិរបស់ខ្មែរហើយសហរដ្ឋអាមេរិកបារាំងក៏បានទាមទារដែរថាឲ្យខ្មែរជាមួយនឹងថៃនឹងយកផែនទីដែលតម្កល់នៅបារាំងយកមកប្រើមកក៏ប៉ុន្តែលោកហ៊ុនម៉ាណែតគាត់អត់ហ៊ានប្តឹងគេគឺកំហុសដែលធ្ងន់គឺលោកហ៊ុនម៉ាណែតមិនហ៊ានប្តឹងថៃទៅតុលាការអន្តរជាតិបើប្តឹងទៅតុលាការអន្តរជាតិបារាំងគេចេញមុខដើម្បីគេបង្ហាញផែនទីរបស់ខ្មែរពិតប្រាកដអញ្ចឹងរឿងអីដែលយើងបាត់ដីអត់ទាល់តែសោះនិយាយរួមគឺនាយករដ្ឋមន្ត្រីឡើងតាមជើងខោកំសាក់មិនហ៊ានប្តឹងរដ្ឋាភិបាលថៃដោយមានអាកម្លាំងនៅពីក្រោយមិនដឹងមានអីខ្លះបងប្អូនដីលក់ឲ្យគេក៏មិនទាន់ច្បាស់លាស់ក៏ប៉ុន្តែកោះគុជបានប្រគល់ឲ្យគេទៀមទាពីចំនួនសុកអាននៅគឺទៀមទាតែប្រេងដែលមានតម្លៃជាង$300,000 លាននោះទេពាក់កណ្ដាលដើម្បីយកលុយនឹងមកយកមកដឹកនាំអំណាចអញទៀតប៉ុណ្្នឹងឯងបាត់ប្រមាណបាត់ទៅអញ្ចឹងបានដីដែលលោកសំអានគាត់បានស្រាវជ្រាវគាត់ថាបាត់ទៅថៃវាជាង20,000 គីឡូម៉ែត្រការ៉េវាស្មើជាមួយនឹងខេត្តតាកែវ7ដងដល់យើងនិយាយទៅវាមានអាអ្នកត្រពងអាកូនយួនដែលកើតនៅលើទឹកដីកម្ពុជាហ្នឹងអូវាចេញមកបកស្រាយនិយាយទៅយើងអត់ខ្វល់យើងនិយាយតែការពិតហើយបងប្អូនតាមដានទៅដីសមុទ្រជាង20,000 គីឡូម៉ែត្រការ៉េបូកនឹង72កន្លែងនេះទៀតមិនមែនធម្មតាទេបងប្អូនភីឡាវ CMP ឡាវខ្ញុំត្រូវតែផឹកស្រវឹងមួយអាទិត្យកុំយូរពេក
แต่สมังสังคมสมัยปลายการนี่บ่าวយើងមិនធ្វើអីសោះគង់ទៅដល់ពេលវេលាមកដល់ពេលយើងទេអញ្ចឹងបងប្អូនខ្មែរត្រូវតែងើបទាំងអស់គ្នាដើម្បីផ្ដួលរំលំរបបផ្ដាច់ការនេះទើបខ្មែរបានសុខណាលីសាមេតក៏ដោយដួងតារាបងប្អូនមើលដួងតារាមិនមែនតូចទេណាអ្នកកាន់ Facebook លោកហ៊ុនសែនទៀតដែលសម័យតែខ្លួនឯងជាប់គុកឯងមិនដែលទេណាឥឡូវមកដល់ខ្លួនឯងជាប់គុកណាចវាយខេត្តមណ្ឌលគិរីមេ PM លោកហែមប៊ូណារ៉ែលអភិបាលខេត្តថនសាវុនដែលសម័យថាអញអស់អំណាចអញ្ចឹងហ៎អត់ទេហើយសុំជម្រាបបងប្អូនណាអាគេរុញឡើងទៅរដ្ឋលេខាធិការទៅអនុរដ្ឋលេខាធិការនៅក្រសួងមហាផ្ទៃហ្នឹងទៅប្រឈរជើងនៅទីហ្នឹងហើយលោកថនសាវុនហ្នឹងមិនមែនមនុស្សធម្មតាកូនលោកតាប៊ូថងដែលឪពុកបានស្លាប់ទៅហើយប៊ូថងសិតតែអ្នកតស៊ូជាមួយលោកហ៊ុនសែនមកហើយឥឡូវនេះឪពុកស្លាប់គេចាប់កូនធ្វើស៊ីគេមិនទាន់ចាប់ទេក៏ប៉ុន្តែគេដកតំណែងទៅប្រឈរជើងនៅទីហ្នឹងតើត្រូវមិនត្រូវគេចាប់ស៊ីទៀតលោកហ៊ុនសែនមិនឃើញទេអាំងថាស្អីអញមានលុយប្រពន្ធកូនអញសល់1លាន2លានហើយអញដកអីដកទៅតែគាត់ឲ្យដកលុយនឹងទៀតណាមិនមែនត្រឹមតែដកតំណែងទេណាតាមដកស៊ីលុយនឹងទៀតព្រោះវាដល់ពេលវេលាដែលគាត់ចាប់ស៊ីហើយវាអស់ហើយបងប្អូនមានអីទៀតហើយរឿងអក្រិតកម្មអនឡាញនេះមិនមែនជារឿងចៃដន្យហើយក៏មិនមែនជារឿងធម្មតានៅក្នុងពិភពលោកដែរបុប្ផាកែវបាទជំរាបសួរលោកមៀពីចម្ងាយពេលនេះម៉ោង7:08ព្រឹកហើយនៅកម្ពុជាបាទបើម៉ោង8ព្រឹកអញ្ចឹងនៅកម្ពុជាហើយបាទម៉ោង7:08ព្រឹកហើយបាទសង្ឃឹមថ្ងៃមួយបើទោះមានទ្រព្យកប់នៅក្នុងដីក៏មិនពិតជាសមត្ថភាពដែរព្រោះដីធ្លីផ្ទះសម្បែងក៏អាចបាត់បង់ដោយសារច្បាប់ព្រៃរបស់នឹងដែរត្រឹមត្រូវយើងមើលអត់ដឹងទេបងប្អូនយើងមានយើងបានកប់ដាក់នៅក្នុងផ្ទះហ្នឹងស្រាប់ថ្ងៃមួយគេថាអត់ទេផ្ទះហ្នឹងក៏គេរឹបអូសដែរចប់យកមិនទាន់ CMP ឡាវបាទមួយជីវិតមិនដែលមានមាសមួយជីផងហេតុអីមានលុយទិញមាសរាប់សិបតោនបាទប្រជាជនមានមាសអីបងប្អូនទៅរកអីគឺលុយមាសដែលរាប់សិបតោនចូលស្រុកខ្មែរគឺជាចូលនៅក្នុងផ្ទះអង្គញាផ្ទះអ្នកមានដូចខ្ញុំបានលើកអញ្ចឹងគេអត់ហ៊ានដាក់លុយនៅធនាគារទេអ្នកខ្លះជាខ្សែស្រឡាយរបស់គេឧទាហរណ៍ដូចជាខ្សែលោកហ៊ុនសែនហ៊ុនស៊ីណាក្មួយលោកហ៊ុនសែនដែលទៅប្រទេសសហរដ្ឋអាមេរិកដែលទៅប្រទេសអង់គ្លេសហ៊ុនចន្ទថាចង់ស្ពាយលុយប្រមាណទៅក៏បានតាមចិត្តអានឹងខ្សែរយៈគេតែក្រៅពីខ្សែរយៈលោកហ៊ុនសែនដែលវាយលុយចេញទៅ 2-3 លានមិនឯងចង់រត់ចោលខ្ញុំហ៎មិននៅក្នុងរបបនឹងបបានឹងអ្នកដែលធំនៅក្នុងជួររដ្ឋាភិបាលផងណាតម្រាំតែប្រជាជនដែលវាយលុយចេញទៅរាប់លានមិនជាការងាយស្រួលទេបងប្អូនជារីវ៉ាន់ជារីយ៉ែនបាទ Hello បងប្រុសអរគុណជារីបាទផ្កាកំពុងធំបាទណារីសាន់សួស្ដីបងស្រីពីចម្ងាយអញ្ចឹងអស់លោកដែលមានឋានៈក៏ដោយជាអង្គញាក៏ដោយដែលរស់នៅក្នុងស្រុកខ្មែររាល់ថ្ងៃគឺរស់ទាំងការភ័យព្រួយម៉ុងគីជំរាបសួរបាទពីចម្ងាយរស់ទាំងការភ័យព្រួយបងប្អូនមើលប្រធាន PM មើលប្រធានអភិបាលខេត្តមណ្ឌលគិរីសិតសឹងតែជាអ្នកមានអំណាចណាលោកថនសាវុនកូនប៊ូថងគិតថាអ្នកដែលតស៊ូជាមួយឪពុកអញឡើងប៉ុណ្ណឹងចំហាយឪពុកអញឥឡូវមកដល់គេចាប់ស៊ីបដាដែលអស់លោកមិនមែនជាខ្សែបណ្ដាញខាងកើតរបស់គេប៉ាឡេះហើយគេអត់ទុកទេគេទុកតែកូនយួនដែលកើតនៅលើទឹកដីកម្ពុជាទេណានេះសូមជម្រាបតាមដានទៅស្នងការខេត្តលោកឡៅសុខាឃើញអត់មកដល់ពេលនេះគឺគេចាប់ស៊ីហើយមួយទៀតថ្មីនេះក៏បងប្អូនឃើញដែរនៅក្នុងប្រព័ន្ធ Facebook ដែលគេតាមចាប់លោកនួននីណារ៉ូពាក់សាក់4គ្រាន់តែមានទីតាំង scam 9 កន្លែងបងប្អូនជឿទេឋានៈត្រឹមនួននីណារ៉ូនេះមានដល់កន្លែងតំបន់ scam អនឡាញ9 កន្លែងណា9 កន្លែង scam ធំមែនតើបងប្អូនជឿទេថាឋានៈត្រឹមសាក់4នឹងមាន scam ដល់ទៅ9 កន្លែងអត់ទេអ្នកណាក៏មិនជឿដែរពិភពលោកអ្នកណាក៏មិនជឿដែរថានួននីណារ៉ូនេះមាន scam ដល់9 កន្លែង
ก็ปันไตนูนนีนาโรนี่กราวเนี่ยนะบางพระองค์มือเนี่ยนะชีเมนูนนีนาโรเป่าวันน่ะเป่าวันน่ะได้ชีเมไปอำร้องประตูปีสาวสุดท้ายมาเป่าวันน่ะนั่นชีนเอาหน้าที่ตามหน่อยใช่ปะขโมยบุญรณีโตเจสู้ทาปหายนูนนีนาโรบางขมิ้นมันเชี่ยปีเมย์มาฐานะกวดสะบุญอาจมีสแกนประบุญกับอะไรอย่างนี้บางปนมือแล้วจังอ่ะเล่ากุยมาตกซีกระเตี้ยวเอานวลนีนาโรตัวแล้วtranhลุยเลยครูนายรองประหยัดนะอ๋อลูกอะจังบัดขยมลายมาซาลแบงตัวมือแล้วลายไทยตีมาพายปรามไทยอุสเพียปีปอนมาพายปมุยในขยมในเย่ท้าสแกมออนไลน์กล่าวประปอนกำปงแต่รถกายกรุยคลุนเวียมบานรุยคลุนเตี้ยปูรุยคลุนไม่ไหนกล่าวประปอนขยมจับเนี่ยไอ้ยกซีทัวร์จีไข่เมาสหรัฐอเมริกเมาพิภพโลกฐานเนี่ยขยมบานจับมนตรีริชาเราบอกขยมแต่เปะป้อนจมวยนั้นอุกฤษกรรมออนไลน์กี่มาจับโกนเจ้ากี่อัดจับเต้โกนเจ้ากี่จังกี่จับเนี่ยไอ้ได้เรากล่าวประปอนพลิกเพลิมเรากล่าวประปอนจับซีบอมโบนกิจอรุยเต้ให้ลือทานนวลนีนาโรนี่กับปงแต่รถกิจคลุนก็มันใต้เหมือนตอนดังไงจับบ้านหรือเหมือนบ้านนั่งเหมือนตอนดังไงก็มันใต้นวลนีนาโรยังประดำเตาไอ้หายกิจคลุนเมียนเพลาแต่มายางเนี่ยอาจรถโจรสถานทูตสหรัฐอเมริกสารเพียบปรับสถานทูตเรื่องปิดเนี่ยน่าเน่าปีเก่าอันนั้นสังคมคลาเหมือนต้องออกให้นะแต่เบิดรถเอารวยเต้จากจับบ้านอังเลเฮาถ้าเจ็ดร้อยอ่ะคือเอาตุกเต้เมอร์ลีรัตนาเนี่ยสมัยนาวิน่ารอไงนะสรุนกับสรนนาวิน่ารอไงนาวิน่าบักยมกึดได้นะเฮงซอยนกขนงเลียมุกับปือหายrồi bị tranh bị buộc với mặt ta hơi để tao đòn lì mũ hơi choมันเย่ทานเนี่ยหน้าเนี่ยเอากับปืนซีเด็กchoมันเย่ดิก่อนทำวิไอ้ดอลลมุกับปืนหายจังรัวดอกน้องระบอบประกาศกลมเงียบย่อมกลมเฉลมจอมอยู่เลยแต่เฉลมจอมจวนจานจุ๊กับปุ๊บขานจ้าในพิซซ่ากับไพลอย่างนี้นะบางปนเนี่ยกิดทลวมเย่ยังเราสมัยโปลโปดกลมเฉลมจอมสแกมออนไลน์จีเล่ยุ่นจับหนึ่งบองสำอาดมนตรีขมายบรรดาหายบองปนตรมเต้ามา100%ยกแหล่หนึ่งจับมนตรีขมายหน้าได้สมัตรมนตรีขมายหน้าได้มันเอาขนมปะปอนอันเอาตกเนี่ยไอ้เต้ช่องทลบานนี่ยี่ห้ยอโลกได้เชียมนตรีได้เมียนเชียมจัวจีขมายกลมถือบาปขมายไอตกออกขมายเนี่ยสนายหาเชียเงือบล่างต่อสู้ล่างดำใบรมดอกแต่งออกเนี่ยบ่โลกมือเคยตามเกงเงือบมวยจับมวยเงือบมวยถือบาปมวยอ๋อโลกจีเนี่ยครูธนมุนเกดอยเมียนเนี่ยสนายหาเชียเงือบนุ่งเฮยแต่อ๋อโลกบานทูสาอ๋อโลกทูสารอดไงก็เมื่องี้กันนะป้าประชังดอยซาสำเล่งประชังนุ่งเฮยได้โลกบานรุ่ยคลุนมวยรอยแยะอ๋อกันนะป้าประชังโจลขนมหมดคลาซี่จังอ๋อลูกเต้าประหยัดปีปัญหาหนึ่งให้เกาะประดามพญาเต้ามนตรีมูลธานเมพูไม่คุมจะวายสกได้จีจนจีดขมายสดสัดเมียนชิมจัวจีขมายกึดปีพอลไปยาวจีดพองก็มาเอากึดปีอำนาจได้เกยประตบมาเพลทนั่นก็ติ๊กเดียดเกยจับซีโดยเนี่ยยังเมียนปนปลอมมวยเยอะจังชั่วโมงแมนปนประกาศเลยทลอบเรียนกล่าวขยมโดยจีปีประโมคลายเต้าจีอภิบาลสกขยมสบายจัดเปลี่ยนเคยแต่กวาดบานอภิบาลสกได้จีชิมจั่วจีขมายตีบอมพอดเกดดอกดูสปีดอยอดปากกายกับเล็กกับรถดูเกอดปากกายเบิร์ปกลุยตรองเป๊ะเกดดอกดูสปี